ឡងមកខ្ញុំក៏បានឃើញថាលោកជាមនុស្សល្អបានខ្ញុំនឹងព្រមយកលោកជាប្តីចាស់ទេវបុត្រទ្រង់អស់កម្មហើយសូមយើងទៅឋានសួគ៌វិញចាស់នឹងភ្លេចនាងផងទៅចាស់ណាគ្រានោះទេពធីតាក៏បាននាំយកទេវបុត្រហោះទៅឋានសួគ៌វិញចំណែកនួនក៏បានកេងលក់ស្កប់ស្កល់មិនបានដឹងឡើយ50ឆ្នាំក្រោយមកនៅក្បែរជើងភ្នំដ៏សែនឆ្ងាយមួយបងបុត្រគឺបងមែនទេទីបំផុតអូនបានជួបបងវិញហើយរឿងទេវបុត្រនិងនួននាឋានសួគ៌ដ៏អស្ចារ្យមានទេវបុត្រមួយអង្គហាក់លេងច្រើនបន្តិចថ្ងៃមួយទ្រង់លេងជាមួយបក្សីសួរសុកក៏បាននឹកភ្នែកថាឋានសួគ៌គ្មានអីធ្វើឲ្យយើងសប្បាយប្រទីទេប៉ុន្តែថ្ងៃនេះមិនក៏យើងដូចជាអបសុកប្លែកយ៉ាងនេះយើងតតទៅមើលឋានកណ្ដាលសិនថាមានអីគួរឲ្យកំសាន្តដែរទេមានបន្ទូលបែបនេះហើយទេវបុត្រក៏បានផាត់ពពកបន្តិចនិងតតមកឋានកណ្ដាលព្រមទាំងបានឃើញថាតែនារីម្នាក់នោះកំពុងតែធ្វើអីអញ្ចេះនៅឋានកណ្ដាលទីនេះអត់មានផលិតដោះទេតែខ្ញុំនឹងទៅដកនៅឯណាទៅណោះទុនសាយតូចតែអញស្គាល់ឬបានដឹងដែរទេខ្ញុំក៏មិនច្បាស់ដែរព្រោះខ្ញុំមិនដែលធ្វើដំណើរទៅកាន់ទីដែលឆ្ងាយផងហ្នឹងឬចាស់តែអញបានចាំថាទីណាមានទឹកត្រពាំងឬក៏អូរដែរទេមានតាគឺនៅព្រៃខាងនោះមានបឹងតូចមួយតែខ្ញុំមិនដឹងថាមកដល់ពេលនេះវរិញស្ងួតហើយនៅនោះទេមានតែសាកទៅមើលប៉ុណ្ណោះបាញ់ចឹងបានខ្ញុំទៅមើលសិនក្រែងមានតោះខ្ញុំជូនអញទៅក្មេងតូចសមត្ថភាពរបស់នួនបានធ្វើឲ្យទេវបុត្រនៅឋានសួគ៌តូចឃើញនិងស្រាប់តែមានក្តីមេត្តាអាណិតឡើងមកតែម្ដងអ្នកនាងខាងនោះគួរអាណិតណាស់ហើយគួរឲ្យប៉ែតៃទៀតផងគ្រាន់តែមានបន្ទូលថាគួរឲ្យប៉ែតៃភ្លាមទេវបុត្រស្រាប់តែធ្លាក់មកឋានកណ្ដាលនិងមានសម្លៀកបំពាក់ចាស់រហ័សភ្លាមមួយរំពេះហាមិនក៏បែបនេះមិនក៏យើងខ្លាយជាមនុស្សទៅវិញហើយថែមទាំងមានរូបកាយជាស្មុំទៅទៀតអូមែនហើយរួចចនាងតូចម្នាក់នោះនៅឯណាទៅណោះស្របពេលជាមួយគ្នានោះទេពធីតាក៏បានពោលជាសំឡេងមកកាន់ទេវបុត្រថាលោកទេវបុត្រទ្រង់មានកម្មជាមួយនឹងមនុស្សលោកដូច្នេះទ្រង់ត្រូវរស់នៅជាមួយមនុស្សលោកក្នុងពេលនេះហើយតើទូមង្គមនឹងរស់នៅឋានមនុស្សដល់ពេលណាទៅតើទូមង្គមនឹងជួបរឿងអ្វីខ្លះសូមទ្រង់ប្រាប់ទូមង្គមផងមិនថាទេវបុត្រខំស្រែកសួរទេពធីតាយ៉ាងណាទេតែពេលនេះទេពធីតាមិនបានតបអ្វីទៀតឡើយប្រហែលជាមកពីខ្ញុំមានចិត្តទៅលើនាងតូចម្នាក់នោះហើយបានជាខ្ញុំធ្លាក់មកឋានកណ្ដាលបែបនេះមានតែសម្របខ្លួនទេទៅបានពេលពេលនោះមកទេវបុត្រក៏បានក្លាយជាមនុស្សគ្មានសិលនិងបានដើរផ្សងព្រេងដើម្បីទៅតាមរកនួនក្នុងគ្រានោះទៅនៅចិត្តត្រពាំងទៅមើលចុះក្មេងតូចនៅទីនេះមានផលិតច្រើនណាស់បើបែបនេះនាងអាចដកយកទៅបានមិនចាំបាច់ត្រូវម្ដាយចង់វាយធ្វើបាបនោះទេចាស់ទំសាយអរគុណណាស់ខ្ញុំដកវាសិនមែនហើយថ្ងៃខ្ពស់ណាស់ហើយណាខ្ញុំលាតមុនហើយចាស់ទំសាយតើនាងនួនដកបានប្រលិតមួយចំនួនរួចក៏បានគិតថានឹងវិលទៅផ្ទះវិញតែភ្លាមនោះម្ដាយចុងនិងកូនស្រីក៏បានដើរមកណែខ្លួនធ្វើអីនៅទីនេះអញតាមរកមិនឃើញសោះតាមមានអ្វីមែនទេបានជាមិញមករកខ្ញុំដល់ទីនេះដឹងទេថាឪនាងឯងងាប់ហើយថាម៉េចមិនអាចតែមិញមិននេះពុកនិយាយជាមួយខ្ញុំតាមិនក៏ផុតដង្ហើមទៅកើតនោះមិញកុំនិយាយលេងអីណាមិនជឿក៏ហីចោះហើយមិនបាច់ទៅផ្ទះទេយើងបានបូជារួចហើយនេះគឺជាធាតុរបស់តាកាចាស់នោះហើយមិនប៉ទេ
សំមុខហើយឪឈឺបាយជាមកដកផលិតទីឆ្ងាយនិងសបាយនឹងធម្មជាតិទៅកើតដែរចំជាកូនអាកាតញ្ញូមែនទេវបុត្រផងដែរក៏បានឃើញពីចម្ងាយនិងបាននិយាយថា នោះជានារីម្នាក់ដែលខ្ញុំប៉ែតៃតា និយាយបែបនេះហើយគាត់ក៏បានដើរចូលទៅតែម្ដង អ្នកនាងគឺអ្នកនាងមែនទេខ្ញុំខំតាមរកអ្នកនាងយូរហើយ តាមរោគមែនទេមានន័យថានាងណាត់ប្រុសមិនទៅមើលឪឈឺមែនទេអូយព្រះអើយអាណិតទ្រូងតាកាចាស់នោះណាស់មិញកុំនិយាយបែបនេះអីតែថាតាកាចាស់នោះងាប់ហើយបើនៅមុខជាក្អួតឈាមវេទនាជាងនេះមិនខានទេមែនហើយម៉ែតើឪពុកឯណាទ្រាំនឹងសកម្មភាពកូនកំមុំណាត់ជួបប្រុសបែបនេះបាននោះអើយអញ្ចឹងហើយបានថាលក់មុខឪពុកណាស់មិនចាំនិយាយអ្វីក៏និយាយចោះខ្ញុំមិនតវ៉ាទេពេលនេះខ្ញុំគ្មានអ្វីឡើយ តើអ្នកនាងកើតអីបានជាយំបែបនេះ ណែនាយក្រីក្រមិនមើលផងទេថាឪពុកនាងនេះវាងាប់ហើយនេះជាធាតុឪពុកវាជាសង្សារមិនក៏មិនដឹងយ៉ាងនេះ ពុទ្ធោខ្ញុំចូលរួមរំលែកទុកផងណាអ្នកនាង នាំគ្នាចេញទៅហើយក៏មកទីនេះទៀតយើងលេងឲ្យនាងមករស់នៅជាមួយពួកយើងទៀតហើយពងរត់គ្នាទៅណាក៏ទៅចោះតែខ្ញុំមិនស្គាល់គាត់ទេណាមិញឲ្យពងរត់គ្នាយ៉ាងម៉េចទៅកុំនិយាយថាមិនស្គាល់គ្នានាងពូកែសំដែងណាស់ណោះកូនម៉ែពួកយើងកុំខ្វល់ពីពួកវាអីពួកយើងទៅរស់នៅផ្ទះនោះវិញទៅល្អជាងពេលនេះតទៅពួកយើងគ្មានអ្នកមកធ្វើឲ្យទៅតទៀតទេចាម៉ែណែនាងហាមមកជាមួយពួកយើងឲ្យសោះណាចាប់តាំងពីពេលនោះមកមីងឆន្ទាក៏បានប្រមូលយកទ្រព្យសម្បត្តិទាំងអស់ចំណែកលួនវិញពុំបានអ្វីសូម្បីតែបន្តិចឡើយ អ្នកនាងកុំពិបាកចិត្តអីណាចាំខ្ញុំធ្វើសិលឲ្យអ្នកនាងមើលឬក៏អ្នកនាងចង់បានអីក៏បានដែរចាំមើលណា តែបបិទ្ធគិតថាខ្លួនមានសិលដូចមុនតែអ្វីៗគឺមិនអាចទេ ហាមិនក៏គ្មានសិលអីបន្តិចយ៉ាងនេះពិតជាចម្លែកណាស់ លោកឈប់ទៅគ្មានមនុស្សឯណាចេះសិលទេខ្ញុំដឹងថាលោកចង់ធ្វើឲ្យខ្ញុំសើចតែលោកកុំអីណាខ្ញុំមិនអាចរីករាយបានទេក្នុងពេលនេះ បានសុំទោសផងណាមែនហើយរួចចុះអ្នកនាងនឹងទៅណាបន្តទៀត គឺគ្មានទិសដៅនោះទេក្នុងពេលនោះដែរសំឡេងទេពធីតានាឋានសួគ៌ក៏បានបន្លឺឡើងមកម្ដងទៀតមកកាន់ទេពបុត្រថាលោកទេពបុត្រចូលក៏មានក្តីអាណិតរហូតគិតថានឹងយកនារីម្នាក់នោះជាប្រពន្ធឲ្យសោះណាពុំនោះទេគ្មានលទ្ធផលល្អទេលើបែបនេះហើយទេវបុត្រពុំយល់ស្របតាមទេផ្ទុយទៅវិញនោះគាត់បែរជាបានគិតថា មិនអាចទេព្រោះពេលនេះខ្ញុំមិនមែនជាទេវតាផងនឹងហេតុអីថាខ្ញុំមិនអាចស្រឡាញ់អ្នកនាងខាងនេះបានទេ គិតបែបនេះហើយទេវបុត្រក៏បាននិយាយមកកាន់នួនថា ដូចជានមិញម្នាក់នោះនិយាយអញ្ចឹងបើអ្នកនាងមិនប្រកាន់ទេចាំខ្ញុំជួយមើលថែអ្នកនាងចុះតើបានទេ តែខ្ញុំមិនដែលស្គាល់លោកទេមិនចាំខ្ញុំកំពុងតែមានទុកធំសុំទោសណាលោកខ្ញុំលះហើយ អ្នកនាង នួនមិនខ្វល់នឹងទេវបុត្រទេព្រោះនាងកំពុងតែមានទុកធំណាស់តែទ្រង់ក៏មិនបោះបង់ដែរពលគឺទ្រង់តាមនាងជាប់ជានិច្ចតែម្ដង ច្រើនថ្ងៃណាស់ទៅហើយអ្នកនាងគួរតែកុំពិបាកចិត្តទៀតអី លោកខ្ញុំអរគុណលោកហើយដែលតែងតែនៅក្បែរខ្ញុំ មិនដឹងថាអ្នកនាងខឹងខ្ញុំឬក៏អត់នោះទេតែខ្ញុំនៅតែចង់សួរដូចដើមខ្ញុំស្រឡាញ់អ្នកនាងណាស់តើអ្នកនាងព្រមទទួលយកខ្ញុំដែរទេ កន្លងមកខ្ញុំក៏បានឃើញថាលោកជាមនុស្សល្អបានខ្ញុំនឹងព្រមយកលោកជាប្តីចោះ ប្រសើរណាស់អ្នកនាងកុំបារម្ភអីណាខ្ញុំនឹងមើលថែទាំអ្នកនាងឲ្យបានល្អបំផុត តុនសៃផងដែរក៏បានលោតចូលមក នាងតូច
តើនាងត្រូវស្រីចិត្តអាក្រក់នោះធ្វើបាបទៀតហើយមែនទេ តុនសាយដ៏ចិត្តល្អខ្ញុំមិនអីនោះទេតែឯងទៅណាទេខ្ញុំមិនដែលបានជួបឯងសោះ ខ្ញុំត្រូវតែឆ្ងាយណាស់សុំទោសដែលខ្ញុំមិនបានប្រាប់ដល់នាងតូចរួចចុះបរោះម្នាក់នេះជានរណាដែរ គឺជាអ្នកដែលមើលថែខ្ញុំណាតុនសាយ អូល្អណាស់យ៉ាងណាក៏នាងមានទីពឹងដែរលោកនាងជាមិត្តរបស់ខ្ញុំណាដូច្នេះសូមជួយមើលថែនាងឲ្យបានល្អផងបើមិនអញ្ចឹងទេខ្ញុំមិនលើកលែងឲ្យលោកទេបាទខ្ញុំដឹងហើយសូមទន្សាយកុំបារម្ភអីណា ចាប់តាំងពីពេលនោះមកទេវបុត្រក៏បានមើលថែនួនបានយ៉ាងល្អដោយមិនអាចមានសិលដូចមុនគាត់ខំធ្វើការណាស់ទីបំផុតគាត់ក៏មានជីវភាពធូរធារប្រសើរឡើងនៅក្រោយផ្ទះនួនខ្យល់អាកាសល្អបរិសុទ្ធណាស់បង មែនហើយអូនគេងមកចាំបងបំពេណា ចាប់បងជីវភាពធូរធារគ្រួសារមានសុភមង្គលឃើញបែបនេះហើយនាងល្អងនិងមីងឆន្ទាកាត់ក្តីច្រណែនជាពុនពេកណាស់ម៉ែមើលចោះមិនក៏នាងនួនវាមានសំណាងយ៉ាងនេះមានទ្រព្យហើយមានប្តីដែរសង្ហានិងថែមទាំងចេះយល់ចិត្តទៀតផងហើយម៉ែធ្លាប់ដណ្ដើមប្តីពីម្ដាយវាបានរឿងអីថាម៉ែយកបរោះនោះមកឲ្យកូនមិនបាននោះតើម៉ែចង់ធ្វើអីទេជឿម៉ែចោះមនុស្សប្រុសណាក៏មិនអាចទប់ចិត្តនឹងស្រីស្អាតបានដែរដូច្នេះណាកូនត្រូវតែតែងខ្លួនឲ្យស្អាតបាតជាមុនសិនចាប់អាគេមិនចាប់អារម្មណ៍កូនវិញនោះម៉ែអោនមកចាំម៉ែខ្សឹបប្រាប់មិញឆន្ទារៀបរាប់រឿងល្បិចកលដល់កូនទាំងអស់លឺជល់ការអស់ហើយគាត់ក៏បានដើរទៅរកនួនរួចបាននិយាយថាណែនួនកូនម៉ែមានរឿងចង់ឲ្យកូនជួយមួយផ្លេតមកណាតាមម៉ែមកតាមមានរឿងអ្វីមែនទេមិញមកសិនមកកូនមិញឆន្ទាមានបំណងនាំនាងនួនចេញរួចទុកពេលឲ្យនាងល្អងចូលក្បែរដើម្បីបានផ្ដោះផ្ដងនោះអីមើលចោះគ្រាន់តែនាងនួនទៅបាត់ល្អងក៏បានចូលមកបងប្រុសខ្ញុំមានទឹកមកជូនបងនិងអូននួនណារួចចោះតើអូននួនទៅណាបាត់ហើយ នួនទៅជាមួយមីងឆន្ទាបាត់ហើយ គួរឲ្យស្ដាយណាស់នេះជាការសុំទោសរឿងលើកមុនតែមិនអីទេបងពិសាសិនចោះចំណែកនួនចាំខ្ញុំយកទៅឲ្យនាងណាបងអរគុណណាស់តែខ្ញុំមិនហូបទេខ្ញុំទៅរកប្រពន្ធខ្ញុំសិនហើយ ឈប់សិនណែបងខ្ញុំនេះគឺស្អាតជាងនួនណាមិនក៏បងមិនចាប់អារម្មណ៍យ៉ាងនេះ សុំទោសផងណាខ្ញុំមើលដឹងថានាងមានបំណងចង់បំបែកពួកខ្ញុំតែខ្ញុំមិនជឿនាងទេសូមនាងទៅវិញចុះ ណែលោកឈប់សិនមិញឆន្ទាក៏បានព្យាយាមបញ្ឆោតដែរគាត់គិតថាពេលនេះប្រហែលជាប្តីនួនជ្រុលជ្រោះនឹងនាងល្អងហើយដូច្នេះគាត់ក៏បានបន្ថែមថានៅចិត្តមកទៅនាងខ្លួននាងដឹងផងទៅប្តីរបស់នាងមិនស្មោះនឹងនាងទេពេលនេះណាប្តីនាងមានអីជាមួយកូនស្រីយើងហើយតែមានរឿងតែប៉ុណ្្នឹងទេមែនទេនេះនាងមិនមានអារម្មណ៍អីទេមែនទេប្តីនាងមានស្រីថ្មីទាំងមូលណាខ្ញុំស្គាល់ចិត្តប្តីខ្ញុំណាស់ខ្ញុំមិនជឿថាគាត់ក្បត់ចិត្តខ្ញុំទេមិញក៏ព្យាយាមបំបាក់ខ្ញុំអីបើអស់កាហើយនោះខ្ញុំលាហើយនាងជឿយើងទៅស្រីល្ងងជួនគ្នានោះដែរទេវបុត្រក៏បានដើរមកនិងបាននិយាយថាអូនអស់ការជាមួយមីងទៀតហើយមែនទេតោះពួកយើងទៅផ្ទះវិញទៅ ចាប់បងប្តីប្រពន្ធល្អមួយគូនេះមិនខ្វល់នឹងការបំភ្លៃរបស់មីងឆន្ទានិងកូនទេផ្ទុយទៅវិញពួកគេកាន់តែយល់ថាស្នេហារបស់ពួកគេនោះមិនអាចឲ្យអ្នកណាមកបំបែកបានទេណែនាងខ្លួនត្រឡប់មកវិញភ្លាមមក
មិញឆាន់ទាខឹងណាស់គាត់នេះមិនសុខទេចំណែកនាងល្អនក៏អញ្ចឹងដែរនាងខឹងណាស់នឹងបានដើរមកព្រមទាំងបាននិយាយថាម៉ែហេល្បិចម៉ែគ្មានប្រយោជន៍នោះទេអត់ទេយើងនឹងបបែកពួកគេអត់តបានទន្សាយវិញវាផឹកទឹកសន្សើមនៅចិត្តនោះវាបានដឹងស្ដាប់ឮនិងបាននិយាយថា យ៉ាហេកើតមកស្ពាយតែអំពើអាក្រក់មកមែនអីគួរឲ្យស្អប់ណាស់ផ្ដល់មេរៀនមួយសិនទៅបាននិយាយហើយទុនសាយក៏បានបាល់បុកជើងស្ត្រីទាំងពីរធ្លាក់ទឹកអូបណ្ដាលឲ្យហូរនាំទៅឆ្ងាយអូយជួយផងអើយជួយផងសំមុខហើយ ពេលនេះចេះតែកន្លងផុតទៅនួននិងទេវបុត្រកាន់តែស្រឡាញ់គ្នាខ្លាំងឡើងលុំមានរាត្រីមួយនោះតែធីតាក៏បានមកដល់ស្របពេលដែលពួកគេកំពុងតែសម្រាទេវបុត្រទ្រង់អស់កម្មហើយសូមយើងទៅឋានសួគ៌វិញចោះនឹងភ្លេចនាងផងទៅចោះណាគ្រានោះទេពធីតាក៏បាននាំយកទេវបុត្រហោះទៅឋានសួគ៌វិញចំណែកនួនក៏បានកេងលក់ស្កប់ស្កល់មិនបានដឹងឡើយនៅឋានសួគ៌គីទេពធីតាទូបង្គំស្មានតែមានកម្មយងវាញមិនអាចឡើងមកឋានសួគ៌វិញបានហើយតើកម្មទ្រង់មិនធំពេកទេឥឡូវចូលទ្រង់យាងទៅសម្រាប់វិញចោះទេវបុត្រហេតុថាអស់កម្មទ្រង់ក៏មិនមានក្តីចងចាំនឹងអាឡ័យលើនួនសោះឡើយលឺនួនវិញពេលដឹងថាបាត់ប្តីក៏បានភ័យជាខ្លាំងនិងមានចិត្តពុំស្ងប់សោះឡើយលោកប្តីតើបងទៅទីណាទៅលោកប្តីនួនបានដើររកពីព្រឹកដល់ថ្ងៃតែនាងពុំអាចរកឃើញទេម្យ៉ាងនាងបានសួរគេឯងគ្រប់គ្នាអស់ហើយតែក៏មិនមានអ្នកណាបានដឹងផងទេនៅចិត្តមាត់ព្រៃតើបងទៅដល់ទីណាមិនក៏សុកបងទៅចោលអូនយ៉ាងនេះទន្សាយក៏បានលោតចូលមកតែម្ដងនួនមិនកនាងមកទួញសោកនៅទីនេះទន្សាយតើទន្សាយឃើញប្តីខ្ញុំទេខ្ញុំបាត់ប្តីច្រើនថ្ងៃហើយណាមើលទៅនាងហត់នឿយណាស់នាងសម្រាកសិនទៅខ្ញុំមិនហត់ទេតែខ្ញុំអារម្មណ៍ពីប្តីខ្ញុំណាស់ប្តីនាងអាចនឹងត្រឡប់មកវិញទេនាងកុំពិបាកចិត្តអីណាឬក៏មានអីមកបំភ័យចិត្តបន្ថែមមែនទេបានជានាងបារម្ភយ៉ាងនេះខ្ញុំបានសុបបានឃើញថាមានមនុស្សស្លៀកពាក់ស្អាតដូចជាទេពធីតាហោះមកនឹងយកប្តីរបស់ខ្ញុំទៅឆ្ងាយដោយជើងមេឃលុះភ្ញាក់ឡើងខ្ញុំក៏បាត់គាត់តែម្ដងពុទ្ធោអើយនាងតូចដូចជាកំសត់ពេកហើយខ្ញុំអាណិតនាងណាស់ឥឡូវគិតអញ្ចេះទៅខ្ញុំជួយនាងតាមរកប្តីនាងចុះណាចាស់ទន្សាយវេលាកាន់តែកន្លងទៅនួននៅតែមិនអាចរកប្តីឃើញចំណែកទន្សាយក៏កាន់តែចាស់និងមានកម្លាំងខ្សោយឡើងនិងបាននិយាយទាំងនឿយហត់ថានៅចិត្តមាត់ស្ទឹងមួយនួនអើយនួនខ្ញុំប្រហែលជាមិនអាចជូននាងតាមរកប្តីបន្តទៀតបានទេព្រោះពេលនេះខ្ញុំទៅលេងរួចហើយខ្ញុំល្វើយណាស់ទន្សាយតែអញចាំមិនទៅហើយកុំបំភ័យខ្ញុំណាខ្ញុំថប់ដង្ហើមណាស់កុំកាត់អីឲ្យសោះណាខ្ញុំមិនតាន់បានមើលថែសងគុណអញឲ្យបានល្អនោះទេក្នុងដំណើរនេះនាងបានមើលថែការពារខ្ញុំពីសត្វសាហាវផ្សេងនិងបានឲ្យចំណីផងដែរនេះរាប់
ថាជាការដែលខ្ញុំជំពាក់គុណទៅវិញទេ ឯងឈប់និយាយទៅខ្ញុំទៅរកទឹកឲ្យឯងផឹកសិនណា គ្មានប្រយោជន៍ទេខ្ញុំពិបាកដកដង្ហើមណាស់ជាចុងក្រោយខ្ញុំ ឈប់និយាយទៅខ្ញុំនឹងព្យាបាលឯងសិនណា នួនខ្ញុំមិនអាចជូនដំណើរនាងទៅរកប្តីបន្តទៀតបានទេខ្ញុំសូមជូនពរនាងឲ្យនាងបានជួបប្តីនាងវិញនៅក្នុងពេលឆាប់នេះផងតិចចោ ដោយសារទុនសាយកាន់តែចាស់កម្លាំងក៏គ្មានវាក៏បានងាប់ក្នុងគ្រានោះទៅទុនសាយព្រះអើយមិនក៏អញដាច់ចិត្តម្ល៉េះនួនប៉ាត់ជាពិបាកទទួលយកណាស់ព្រោះនាងបានបាត់បង់មិត្តរួមដំណើរដ៏ស្មោះត្រង់ទៅហើយនាងយំហើយយំទៀតទាំងក្តីស្រណោះជាពន់ពេកណាស់សង្ឃឹមថាពួកយើងនឹងបានជួបគ្នាក្នុងវេលាជិតមកផងទៅចុះនួនបានបូជាទុនសាយហើយនាងក៏បានតាមរកប្តីបន្តទៀតលុះវេលាកន្លងផុតទៅនាងកាន់តែចាស់ទៅ50ឆ្នាំក្រោយមកនៅក្បែរជើងភ្នំដ៏សែនឆ្ងាយមួយអូប្តីអើយតើបងនៅទីណាទៅអូននឹកបងណាស់នួនប្រែជាចាស់ស្បែកជ្រាវជ្រួញកម្លាំងក៏ខ្សោយតែនាងនៅតែមិនបោះបង់ក្តីប្រាថ្នានោះទេហើយមានពេលមួយនោះនាងក៏បានជួបនឹងបុរសម្នាក់តែម្ដងឋានកណ្ដាលក៏ស្អាតមិនចាញ់ឋានសួគ៌ដែរមើលចុះគួរឲ្យរីករាយណាស់បងបត់គឺបងមែនទេទីបំផុតអូនបានជួបបងវិញហើយនេះលោកយាយអាចមើលឃើញខ្ញុំដែលជាទេវតាបានដែរថាម៉េចបងមិនចាំខ្ញុំទេមែនទេនេះគឺជានួនណាជាប្រពន្ធបងនោះអីសុំមើលភ្នែកខ្ញុំមកម្ចាស់ចិត្តរបស់អូនអើយនួនបានយំផងពលរៀបរាប់ផងក្នុងបំណងឲ្យទេវបុត្រចងចាំនាងវិញហើយទីបំផុតបំណងដែលបងពិតជាបានសម្រេចមែននួនគឺនួនដែលជាប្រពន្ធបងចាំបានហើយបងចាំហើយមែនទេអរគុណហើយដែលបងមិនភ្លេចអូនបានជួបបងវិញពេលនេះអូនអស់ចិត្តហើយអូនស្ងប់ចិត្តហើយនួនហេតុថាវ័យក៏ចាស់ខ្លាំងហេតុនេះក្រោយបានជួបប្តីវិញនាងក៏បានលាចាកលោកបាត់ទៅទាំងសេចក្តីយ៉ាងស្ងប់ចិត្តតែម្ដងនួនពុទ្ធោបងស្ដាយក្រោយណាស់បងមិនគួរណាសាងស្នេហានឹងអូនធ្វើឲ្យអូនក្រំគ្រារងចាំតាមរកបងយ៉ាងនេះសោះគ្រានោះដែរទេពធីតាក៏បានបង្ហាញប្រកាយចេញមកកម្មអើយកម្មទេវបុត្រចូលត្រង់ទៅកើតជាមនុស្សនិងរស់នៅជាគូនឹងនាងចោះក្នុងជាតិថ្មីតើពិតទេសូមអរគុណណាស់ក្រាបទូលសូមមានភក្តីភាពតទៅនិងរស់នៅដោយមានសុភមង្គលផងទៅចោះណាក្រាបទូលទេវបុត្រគ្រានោះក៏បានកើតជាថ្មីនិងក្លាយជាប្តីប្រពន្ធនឹងនាងនួនរស់នៅយ៉ាងសុខសាន្តចោះទន្សាយវិញនោះវិញ្ញាណទន្សាយអ្នកក៏មានបុព្វេពាក់ព័ន្ធនឹងនួនដែរដូច្នេះចូលអ្នកទៅកើតក្នុងផ្ទៃនួនចោះអរគុណណាស់សូមថ្វាយបង្គំលាក្រាបទូលមិនយូរវិញ្ញាណរបស់ទន្សាយក៏បានហោះទៅចាប់កំណើតនៅក្នុងផ្ទៃរបស់នួនក្នុងគ្រានោះទៅនៅផ្ទះនីបុត្រនិងនាងនួន
យឺតណាអូនប្រយ័ត្នផងណាបងបារម្ភពីអូននិងកូននៅក្នុងផ្ទៃណា ចាបងអូនអរគុណណាស់ដែលតែងតែបារម្ភមានបងអូនគ្មានភ័យអ្វីទាំងអស់អូនមានក្តីសុខណាស់ពីពេលនោះមកនួនក៏បានជួបគ្នានឹងទេវបុត្រព្រមទាំងមានកូនប្រុសម្នាក់រស់នៅមានសុភមង្គលគ្រួសារធូរធារសុខសាន្តតរៀងទៅ ខ្ញុំតែខ្ញុំសម្លាប់តែមនុស្សអាក្រក់ទេ ខ្ញុំមិនចេះទេខ្ញុំមិនមកលេងជាមួយខ្លាទៀតឡើយនិយាយចប់ហើយសោសែងក៏បានរត់ទៅផ្ទះវិញធ្វើឲ្យខ្លាកាត់ក្តីសោកសៅជាខ្លាំងអ្នកភូមិគ្រាន់តែបានឃើញបាញ់ផងគប់ផងបណ្ដាលឲ្យខ្លាកាន់តែមានរបួសតែខ្លាអត់ធ្មត់ចិត្តមិនតបតទេរឿងខ្លាព្រៃស្រឡាញ់កូនមនុស្សអ្នកផ្ទះតូចមួយនៃគ្រួសារពូចិតឃើញថាមានសភាពទ្រុឌទ្រោមណាស់ទៅហើយតែគាត់ពុំមានប្រាក់ទិញឈើល្អៗមកជួសជុលទេហេតុនេះពូចិតក៏បាននិយាយនឹងប្រពន្ធថា ម៉ែវាផ្ទះឈើពួកយើងចាស់ណាស់ទៅហើយខ្ញុំគិតតែស្អែកនេះទៅកាប់ឈើល្អយកមកជួសជុលហើយណា ចាពុកវារួចចោះពុកវាគិតទៅជាមួយអ្នកណាដែរលោកបងសនចៅណោមចៅណាងទៅដែរទេហ្នឹង ពួកគាត់ដូចជាមិនខ្វះឈើទេខ្ញុំគិតទៅម្នាក់ឯងហ្នឹងណាព្រោះអ្នកភូមិយើងដូចជាមិនខ្វះឬក៏ត្រូវការឈើផងទេបច្ចុប្បន្ននេះនោះ បើអញ្ចឹងពុកវាចង់ទៅប្រហែលថ្ងៃ គិតថាឡើងទៅលើភ្នំមើលពីចម្ងាយសិនហើយស្អែកខាន់ស្អែកបានទៅប្រហែលជាអាច4ថ្ងៃអីហ្នឹងណាម៉ែវា បើអញ្ចឹងស្អែកនេះខ្ញុំនឹងទៅស៊ីឈ្នួលស្ទង់ស្រូវយកប្រាក់ជួលរទេះគោគេអូសឈើណាពុកវា បាទអូមែនហើយម៉ែវាមិនបាច់ទៅស៊ីឈ្នួលគេទេខ្ញុំអាចនឹងកាប់ឈើរួចមិនដែតតាមទឹកចុះមកព្រោះខែនេះទឹកវាហូរស្រាប់ទៅហើយ តាមតែពុកវាចោះយ៉ាងណាយ៉ាងណីប្រយ័ត្នផងណានាងតូចសោសែងដែលជាកូនពូចិតនិងមីងជពូក៏បានដើរមកនិងបាននិយាយថាពុកម៉ែមុននេះកូនលើថាពុកទៅកាប់ព្រៃមែនទេកូនសុំទៅជាមួយពុកផងបានទេកូននៅតូចណាស់កុំទៅអីណានៅជាមួយម៉ែនឹងហើយកូននៅតូចមែនតែកូនអាចជួយពុកបានណាម៉ែអត់ទេកូនត្រូវនៅជួយដាំជីស្លឹកខ្ទឹមនិងស្លឹកគ្រៃនៅក្រោយផ្ទះជាមួយម៉ែណា មិនអីទេម៉ែវាកូនទៅជាមួយខ្ញុំបានព្រោះថ្ងៃនេះខ្ញុំគ្រាន់តែឡើងទៅមើលពីលើភ្នំតើកូនទៅទេ ចាប់ពុកកូនទៅកូនសប្បាយចិត្តណាស់កូននេះចាំមែនកុំចូលព្រៃជ្រៅពេកណាពុកវាខ្ញុំខ្លាចកូនឃ្លានបាយមិនអីទេម៉ែកូនអាចបេះផ្លែឈើហូបបានកូនពូកែឡើងដាំឈើណាអើយព្រោះតែរពឹសនឹងហើយទៅម៉ែបារម្ភនឹងណា មិនអីទេម៉ែវាខ្ញុំចេះមើលកូនហើយតោះកូនស្រី ចាប់ពុកម៉ែកូនទៅហើយអើយពុកកូននេះចាំមែននៅក្នុងព្រៃពុកកូនដូចជាលើសំឡេងកូនសត្វព្រៃស្រែកយំស្ដាប់ទៅវាដូចជាកំពុងតែមានរបួសអញ្ចឹង មែនតើកូនឯងប្រយ័ត្នផងណាក្រែងលោមានសត្វសាហាវនៅចិត្តនេះ ចាប់ពុកសំឡេងដែលស្រែកយំមុននេះគឺជាកូនខ្លាតូចមួយក្បាលហើយកូនខ្លាតូចមួយនោះកំពុងតែមានរបួសជើងជាខ្លាំងពុកមកចាស់ពុកកូនខ្លាមានហូរឈាមច្រើនណាស់ កូនស្រីប្រយ័ត្នផងណាក្រែងមានមេវានៅចិត្តហ្នឹង ចាប់ពុកអាពួកយើងជួយវាផងទៅមើលចុះវាគួរឲ្យអាណិតណាស់ បាទកូនខ្លាខ្ញុំបិទថ្នាំតិចៗឲ្យទេណាកុំខ្លាចអី កូនខ្លាមុខជាត្រូវសត្វធំធ្វើបាបហើយប៉ិតជាគួរឲ្យអាណិតណាស់ទាំងពូចិតនិងសូសែងប៉ិតជាមានទឹកចិត្តចំពោះកូនសត្វព្រៃនេះណាស់តាំងពីអ្នកជួយបិទថ្នាំកូនខ្លាយ៉ាងយកចិត្តទុកដាក់រហូតរួចរាល់តែម្ដង រួចហើយថ្ងៃក៏ខ្ពស់ណាស់ដែរតោះពួកយើងទៅផ្ទះវិញទៅកូន ចាប់ពុកលីហើយណាកូនខ្លាតូចថែខ្លួនផងលើទេ កូនខ្លាសម្លឹងមើលមុខសូសែងមិនឈប់នោះទេវាហាក់ដូចជាចូលចិត្តនាងតូចណាស់ហេតុនេះរង្វង់មុខដ៏តូចរបស់សូសែងតែងដកជាប់នៅក្នុងការចងចាំរបស់កូនខ្លាជានិច្ចទៀតផង10ឆ្នាំក្រោយមក
ច្រើនឆ្នាំហើយនាងតូចនោះមិនដែលមកព្រៃសោះខ្ញុំពិតជានឹកនាងមែនទែនមែនហើយបើខ្ញុំនៅទីនេះខ្ញុំនៅតែនឹកនាងមិនឈប់ទេចុះបើសិនជាខ្ញុំទៅវិញនឹងមានរឿងអីកើតឡើងទៅណោះ ខ្លាដ៏ធំជាសត្វដ៏សាហាវតែវាបែរជានឹកនិងលួចស្រឡាញ់សូសែងទៅវិញវានៅមិនសុខទេហេតុនេះថ្ងៃមួយនោះវាក៏បានសម្រេចចិត្តថាចូលក្នុងភូមិដើម្បីស្វែងរកសូសែងតែម្ដងនៅតាមផ្លូវជួយផងជួយផងជួយផង តើអ្នកណាគេស្រែកសុំជំនួយនៅមាត់ព្រៃហ្នឹងតើមានអីដែលធ្វើឲ្យមនុស្សខ្លាចជាងយើងទៀតនោះ ខ្លាដ៏ធំដើររកតាមសំឡេងនេះរហូតបានឃើញថាសូសែងកំពុងតែកាន់មែកឈើមួយទប់ទល់នឹងចចោះដ៏កំណាចមួយក្បាលចចោះឆាប់ចេញទៅចេញភ្លាមទៅមិនចឹងទេខ្ញុំវាយឯងមួយដបងហើយណាចេញភ្លាមទៅចចោះបំរុងតែហក់សង្គ្រប់សូសែងទៅហើយតែភ្លាមនោះវាបែរជារត់លោតចេញបកក្រោយបះកន្ទុយឆ្កើតទៅវិញព្រះអើយខ្ញុំភ័យណាស់ តើនាងភ័យណាស់មែនទេ ភ័យចចោះមិនទាន់បាត់ផងស្រាប់តែខ្លាដ៏ធំនោះធ្វើឲ្យនាងភ័យជាងមុនទៅទៀតព្រះអើយខ្លាធំណាស់នាងព្រះអើយខ្ញុំមិននឹកស្មានថាបានជួបនាងនៅទីនេះសោះខ្ញុំនឹកនាងណាស់ទីបំផុតខ្ញុំបានជួបនាងហើយ ឃើញថាសូសែងសន្លប់បែបនេះខ្លាក៏បានរងចាំនាងមិនទៅណាទេវាចាំរហូតដល់តែនាងភ្ញាក់ដឹងខ្លួនមកវិញខ្លាធំណាស់ជួយផង កុំខ្លាចអីខ្ញុំមិនធ្វើបាបនាងទេ មិនក៏ខ្លាមិនសម្លាប់មនុស្សទៅវិញនោះ សូមនាងមើលទៅមើលថាខ្លានេះជាខ្លាដែលនាងធ្លាប់ស្គាល់ទេ ខ្លាមានលក្ខណៈមិនខុសគ្នាទេតែថាខ្លាសួរបែបនេះមានន័យថាខ្លាធ្លាប់ស្គាល់ខ្ញុំមែនទេ មែនហើយពួកយើងស្គាល់គ្នាកាលពីមុនកាលនោះនាងនិងឪពុកនាងបានជួយខ្ញុំនៅពេលដែលខ្ញុំមានរបួសនោះអី ជាកូនខ្លារបស់ជើងមែនទេខ្ញុំចាំបានហើយរយៈពេល10ឆ្នាំហើយឯងពិតជាធំលឿនខ្លាំងណាស់ មែនហើយហេតុនេះខ្ញុំមិនសម្លាប់នាងទេព្រោះនាងជាអ្នកមានគុណរបស់ខ្ញុំ មែនហើយអរគុណណាស់តែខ្លាឯងចូលមកមាត់ព្រៃអញ្ចឹងមិនខ្លាចព្រានតែមែនទេវាគ្រោះថ្នាក់ខ្លាំងណាស់ណា ព្រោះខ្ញុំនឹកនាងពេកខ្ញុំគិតតែចង់ទៅរកនាងតាតែចៃដន្យក៏បានជួបនៅទីនេះតែម្ដងទៅ នឹកមែនទេតែគ្រោះថ្នាក់ណាស់ណាអរមែនហើយខ្លាអ្នកភូមិគេចង់បានស្បែកខ្លាំងណាស់ព្រោះបើមានអ្នកសម្លាប់បានអ្នកនោះនឹងទទួលបានរង្វាន់ចុះល្អលោកខ្លាគេចេញទៅ តែមិនងាយបានជួបនាងទេហេតុនេះខ្ញុំមិនដាច់ចិត្តទេណាឥឡូវគិតអញ្ចេះចុះនាងជិះលើខ្នងខ្ញុំមកខ្ញុំនឹងជួននាងដើរលេង ល្អដែរមែនទេ ជឿចោគ្មានសត្វណាហ៊ានធ្វើបាបនាងទេហើយម្យ៉ាងទៀតខ្ញុំចង់ធ្វើល្អជាការសងគុណបានខ្លះផងដែរ ក៏ល្អនឹងសមហេតុផលផងណាបានចឹងខ្ញុំមិនគួរសមទេណា បានមកសូមឡើងមកលើខ្នងខ្ញុំមក សូសែងពិតជារីករាយណាស់ព្រោះនេះជាលើកទី1ហើយសម្រាប់នាងព្រោះកន្លងមកនាងក៏មិនដែលមានមិត្តភក្តិដែរពិតជារីករាយណាស់ខ្លា តើនាងចង់ហូបសាច់សត្វព្រៃដែរទេចាំខ្ញុំចាប់វាឲ្យនាងណា ឆៃមែនទេអីអត់ទេខ្ញុំមិនហូបសាច់ឆៃទេណា នាងអាចយកវាទៅចម្អិនបានតា មិនលាក់បាំងទេណាខ្លាខ្ញុំនឹងអ្នកផ្ទះគឺហូបសាច់មាន់ទេត្រីខ្យងក្តាមមែនហើយតែបើឲ្យសម្លាប់ឬក៏ជាជីនោះខ្ញុំមិនអាចចិត្តទេណា ចុះក្រែងសត្វជាចំណីរបស់មនុស្សអី មែនតែខ្ញុំអាណិតណាស់ដឹងទេខណៈដែលឃើញការសម្លាប់នៅនឹងមុខបែបនេះនោះ មិនអីទេណាចាំខ្ញុំវាយប្រហារសត្វព្រៃឲ្យនាងនឹងចាំនៅទីនេះហើយ អីខ្លាឆាប់សិន
ខ្លាបាននាំសូសែងដើរលេងនិងចាប់សត្វព្រៃឲ្យនាងយកទៅផ្ទះផងដែរចំណែកចចកវិញនោះមិនទៅណាឆ្ងាយទេវាពួនខ្លំមើលគ្រប់សកម្មភាពទាំងអស់តែម្ដងអើយវាចម្លែកណាស់មិនក៏ខ្លាជួយយកអាសានាងមនុស្សទៅវិញត្រូវហើយចាំមើលណាខ្លានោះយើងនឹងកំចាត់ឯងចោលថ្ងៃនោះដែរសូសែងក៏បានវិលទៅផ្ទះវិញជាមួយនឹងទុនសាយងាប់នៅក្នុងដៃមួយក្បាលនៅផ្ទះសូសែងពុកម៉ែកូនមកវិញហើយកូនទៅតែមកពីណាម៉ែបារម្ភណាស់ណា ហើយកូនឯងទៅមកពីណាបានជាបានសាយមកនឹង ចាប់ពឹកកូនបានចូលក្នុងព្រៃហើយក៏បានជួបខ្លាផងដែរអើយថាម៉េចបានជួបខ្លាអើយព្រះអើយពុកវាខ្ញុំទុនដៃទុនជើងអស់ហើយឲ្យកូនវិញនិយាយឲ្យចប់សិនមើលម៉ែវា ពុកម៉ែខ្លានោះស្លុតណាស់ព្រោះវាជាខ្លាដែលពួកយើងធ្លាប់ជួយកាលពី10ឆ្នាំមុននោះអីណាពឹកអូគឺអញ្ចឹងទេអីតែថាកូនដឹងទេមួយរយៈនេះអ្នកភូមិចង់បានស្បែកខ្លាណាស់តើកូនគិតបែបណាដែរ ពឹកកូនសុំរឿងនេះបានទេខ្លានោះជាខ្លាល្អណាស់ហើយវាក៏បានជួយកូនពីការវាប្រហារនៃចចកកំណាចផងដែរកូនមិនដាច់ចិត្តទេ ទោះពុកមិនសម្លាប់តែអ្នកភូមិក៏មិនលើកលែងដែរព្រោះនេះជារង្វាន់ធំណាស់ណាកូនស្រីគ្មានអ្នកណាចង់បាត់លៀបនោះទេ កាន់ចេះចោះខ្លាផ្សេងអាចយកបានតែហាមខ្លាដែលជាមិត្តរបស់កូនតើបានទេពឹក ពុកនឹងព្យាយាមការពារមិត្តរបស់កូនចុះកូនកុំបារម្ភអី ចាប់ពឹកកូនអរគុណហើយពេលមួយថ្ងៃទៅមួយថ្ងៃសូសែងតែងតែទៅលេងជាមួយខ្លាហើយរឿងនេះពួកចិត្តពិតជាបារម្ភណាស់តែពួកគាត់ពិតជាមិនអាចខាត់នាងទេ តើគិតបែបណាទៅម៉ែវាខ្ញុំពិតជាបារម្ភណាស់ចុះបើថ្ងៃណាមួយខ្លាសម្លាប់យើងតើយើងគិតយ៉ាងម៉េចទៅ ហើយខ្ញុំក៏មិនដឹងធ្វើបែបណាដែរតែថាខ្លាក៏ស្លូតដែរណាពុកវាមើលចោះខ្លាឲ្យកូនយើងជិះលើខ្នងមកផ្ទះរហូតណា បើពួកយើងមិនសម្លាប់ខ្លាខ្ញុំថាអ្នកផ្សេងមុខជាសម្លាប់វាហើយឥឡូវគិតអញ្ចេះទៅខ្ញុំនឹងឲ្យកូនស្រីយើងនឹងខ្លានៅឆ្ងាយពីគ្នាសិនចុះតើល្អទេ ចាពុកវាខ្ញុំតាមតែពុកវាឯងទេពុកចិត្តនឹងមីងចម្ពូមានចិត្តល្អណាស់នឹងមិនចង់បានលៀបសការៈពីការយកស្បែកខ្លាទេតែថាចោះចចកវិញនោះយើងជាចចកឆ្លាតហើយយើងក៏ដឹងថាមនុស្សកំពុងចង់បានអ្វីដែរបើបែបនោះចាត់ការអាខ្លានោះវាមិនពិបាកទេគ្មានវាជើងកាន់តែងាយស្រួលគិតបែបនេះហើយចចកបានរៀបចំបង្កើតជាដានជើងខ្លាបន្ថែមគៀកដានភូមិដើម្បីឲ្យអ្នកភូមិដឹងថាពេលនេះគឺមានខ្លាដ៏ធំកំពុងតែនៅជិតភូមិគ្រប់ពេលម្ដងនេះណាខ្លានោះមុខជាត្រូវអ្នកភូមិសម្លាប់និងវះយកស្បែកមិនខានទេ ដោយការរំពឹងទុករបស់ចចកអញ្ចឹងទីបំផុតមានព្រានម្នាក់បានឆ្លងកាត់និងបានសម្គាល់ឃើញថា តើខ្លាវាហ៊ានចូលមកក្បែរភូមិផងមែនទេហើយវាមិនចេះខ្លាចទេក៏អី ឃើញបែបនេះចចកសប្បាយចិត្តណាស់វាពួនរីករាយនិយាយម្នាក់ឯងនិងតាមពីក្រោយព្រានផងដែរអើយតាមរោទៅសូមដឹងផងចោះណាខ្លានោះមិននៅឆ្ងាយទេ មុខជានៅចិត្តនេះហើយ ព្រានព្យាយាមតាមដានជើងរហូតទីបំផុតព្រានក៏បានឃើញថាខ្លាកំពុងតែដេកលំលក់នៅក្រោមម្លប់ឈើ ពិតជាមានខ្លាមែនតើសំណាងអញហើយម្ដងនេះរង្វាន់នឹងកិត្តិនាមបរោះពូកែមុខជាបានលើយើងជាមិនខាន អើយកុំយូរពេកសម្លាប់វាទៅព្រានមិនចាំយូរទេទីបំផុតគាត់ក៏បានបាញ់ព្រួយតែម្ដង ចំហើយខ្ញុំបាញ់ត្រង់ល្អណាស់អូយអ្នកណាគេមកបាញ់ខ្ញុំនឹងអូយឈឺណាស់ ព្រានស្មានថាគាត់បាញ់មុននេះខ្លានឹងស្លាប់តែមិនមានចឹងទេមើលចោះខ្លាមិនតន់ដួលឯណាមិនតែប៉ុណ្ណោះថែមទាំងសម្លាប់ព្រានទៀតផង អូយជួយផងអូយសំមុខហើយអាមនុស្សលោភលន់
អើយចំជាចង្រៃមែនខ្លាដេកលក់សោះក៏ប្រហាមិនបានដែរគួរឲ្យខកចិត្តណាស់ ជួនជាពេលនោះល្មមសូសែងក៏បានដើរចូលមកនិងបាននិយាយថាអអមិនក៏បែបនេះក្រាញ់ខ្លាសន្យាឲ្យមែនទេថាមិនសម្លាប់មនុស្សនោះចាំមិនក៏ពេលនេះខ្លាសម្លាប់មនុស្សទៅវិញ តែខ្ញុំឃើញតែគេចង់សម្លាប់ខ្ញុំទើបខ្ញុំការពារខ្លួនណា ខ្ញុំមិនជឿទេពុកមានប្រសាសន៍ត្រូវហើយជាមនុស្សមិនគួរណាជឿសត្វសាហាវទេភាពសាហាវនេះខ្លាមិនចោលសន្តានឡើយ តែខ្ញុំសម្លាប់តែមនុស្សអាក្រក់ទេ ខ្ញុំមិនជឿទេខ្ញុំមិនមកលេងជាមួយខ្លាទៀតឡើយ និយាយចាប់ហើយសូសែងក៏បានរត់ទៅផ្ទះវិញធ្វើឲ្យខ្លាកាត់ក្តីសោកសៅជាខ្លាំង មើលទៅម្ចាស់ស្នេហ៍ខ្ញុំខឹងនឹងខ្ញុំហើយខ្ញុំពិតជាពិបាកចិត្តណាស់ អើយតាមពិតខ្លានោះវាស្រឡាញ់មនុស្សដល់ថ្នាក់នេះណោះអញគិតបឆោតវាសិន ចចកមានគំនិតអាក្រក់មួយទៀតហើយម្ដងនេះវាតាំងសេចក្តីក្លាហានបន្តិចរួចដើរចូលមកជិតខ្លានិងបាននិយាយថា សួស្ដីលបងខ្លាដល់គូឲ្យគោរព ចេញទៅអញមិនខ្លាចយើងសម្លាប់ទេមែនទេ ខ្ញុំពិតជាខ្លាចណាស់តែខ្ញុំអាណិតលោកបងស្រឡាញ់នាងក្មេងនោះណាស់ពិតទេ មែនហើយតែនាងដូចជាមិនស្រឡាញ់យើងទេនាងគ្រាន់តែចូលចិត្តលេងជាមួយយើងនៅពេលដែលនាងមកដកផ្សិតព្រៃតែប៉ុណ្ណោះ តែខ្ញុំមានមធ្យោបាយមួយណាស់លោកបងចាប់អារម្មណ៍ទេ ជាអ្វីទៅ នាងមុខជាស្រឡាញ់លោកបងមិនចឹងណាមិនមែននាងសុកចិត្តការពារលោកបងពីការប៉ុនប៉ងសម្រាប់បងទេ អញនិយាយនេះជាការពិតទេនាងពិតជាចង់ជួយយើងមែនក៏អី តែខ្ញុំតែងតែចូលក្នុងភូមិហើយក៏តែងតែឮថាអ្នកភូមិចង់បានស្បែកខ្លាណាស់តែពួកគេរកលោកបងមិនឃើញទេព្រោះសោសែងជាអ្នករារាំងនោះអី បើអញ្ចឹងនាងពិតជាស្រឡាញ់ខ្ញុំណាស់ហើយ ប៉ាត់ហើយឥឡូវមិនក៏លោកបងមិនទៅជួបនាងតែម្ដងទៅនាងក៏មុខជានឹកលោកបងដែរមិនខានទេ តែពេលនេះនាងខឹងនឹងខ្ញុំណាស់ហើយខ្ញុំក៏មានរបួសទៀត អើយកាត់ចេះចោះស្អែកនេះណារបួសលោកបងក្រៀមតិចហើយចំណែកសូសែងក៏មិនខឹងទៀតដែរលោកបងខ្លាអាចទៅជួបនាងបានហើយ ចុះអ្នកភូមិនោះពួកគេនឹងខ្លាចខ្ញុំហើយរត់អស់មិនខានទេម្យ៉ាងក្រែងពួកគេចង់បានស្បែកមិនអញ្ចឹងឯងបើបែបនោះមែនពួកគេនឹងវាយប្រហារខ្ញុំប្រកាសណា ពួកគេមិនអាចធ្វើអីលោកបានទេបើលោកមានកម្លាំងខ្លាំងបែបនេះនោះម្យ៉ាងណាមានសូសែងពួកគេមិនសម្លាប់ខ្លាឡើយ ឯងនិយាយក៏ត្រូវដែរស្អែកសឹមខ្ញុំទៅរកនាងចុះព្រោះខ្ញុំពិតជាចង់រស់នៅជាមួយនាងណា ចាឥឡូវនេះខ្ញុំជួយបិទថ្នាំឲ្យលោកបងចោះ អរគុណហើយណាចចក ចាកុំគួរសមអី វេលាស្អែកក៏បានមកដល់ខ្លាក៏បានធ្វើដំណើរតាមរោគសូសែងនៅក្នុងភូមិចំណែកចចកវិញនោះតាមមើលសកម្មភាពពីចម្ងាយដូចដើម អើយកុំថាឡើយមនុស្សសំបីតែសัตว์ក៏ស្នេហាធ្វើឲ្យវង្វេងដែរ អើយទៅចោះទៅងាប់ចោះ តើអូននៅទីណាបងពិតជាចង់ជួបអូនណា ខ្លាដើរហើយដើរទៀតលុះបានបន្តិចស្រាប់តែអ្នកភូមិផ្អើលឆោឡោជាខ្លាំង បងប្អូនប្រយ័ត្នផងមានខ្លាធំណាស់ បងប្អូនអើយនាំគ្នាយកដំបងយកកំបិតមកអ្នកណាសម្លាប់បាននោះអ្នកនោះជាអ្នកខ្លាំងហើយ ខ្ញុំនឹងវះស្បែកខ្លានេះស្បែកវាមុខជាក្រាស់និងលាតសន្ធឹងបានធំប្រកបហើយមិនក៏ពួកគេចង់សម្លាប់ខ្ញុំមកព្រោះតែរឿងល្អអន្តាមិនមានបំណងចង់សម្លាប់អ្នកណានោះទេ អ្នកភូមិគ្រាន់តែបានឃើញបាញ់ផងគប់ផងបណ្ដាលឲ្យខ្លាកាន់តែមានរបួសតែខ្លាអត់ធ្មត់ចិត្តមិនតបតទេ អូយឈឺណាស់អូយឈប់ទៅយកខ្សែតាក់វាតែម្ដងទៅអត់ទេបើតាក់វាមុខជាបំរាស់ដាច់ចំណងវិធីល្អបំផុតគឺសម្លាប់នៅនឹងកន្លែងតែប៉ុណ្ណោះ មែនហើយមានតែវិធីនេះទេអើយរួចចោះប្តីខ្ញុំទៅណាហើយចេះមិនមកបញ្ចេញស្នាដៃសោះ អ្នកដែលមានស្នាដៃមុខចកិច្ចមិនរួចពីខ្ញុំនោះទេ អូនសូសែងតើអូនអីណាបងតាមរកអូនមិនឃើញសោះ
ហើយអ្នកភូមិមករារាំងផ្លូវបងទៀត ព្រានក៏បានព្យាយាមមិញម្លីក៏អញ្ចឹងលោកមេភូមិក៏ដូចគ្នាដែរមើលចោះខ្លាឡើងរបួសពេញខ្លួន ខ្ញុំយកព្រួញបាញ់ជើងវាសិនទៅមិនខូចនិងមិនដាច់ស្បែក ព្រានបាញ់ផងយកដំបងគប់ផងហើយក៏បានរីរាំងមិនឲ្យខ្លាចេញឡើយខ្លាអស់កាសអស់ធ្មត់ក៏បានទះព្រានលើដៃឡើងដួលតែម្ដង អូយអូយល្ងិតមុខឲ្យអញបងប្អូនខ្លានេះកាច់ណាស់ ហើយខ្ញុំថាហាក់កុំខ្លាចខូចស្អាប់ស្បែកទាំងមូលអីតែវាខំយើងទៅយល់ល្អបាញ់ទម្លុះបេះដូងតែម្ដងទៅយល់បែបនេះហើយព្រានសាជាថ្មីក៏បានយកព្រួញបាញ់បេះដូងខ្លាបណ្ដាលឲ្យវារបួសជាខ្លាំង អូយចុកណាស់ឬមួយក៏ខ្ញុំត្រូវស្លាប់ទាំងមិនបានជួបម្ចាស់ស្នេហ៍មែនទេអូ អើយលើបងជោគជ័យហើយស្ដាយណាស់បើប្តីខ្ញុំនៅណាមកជាអាចសាងស្នាដៃនៃភាពក្លាហានដែរហើយ លបងព្រានដុកពូកែណាស់បាញ់ត្រង់មែនទែន ក្នុងពេលវេលានោះផងដែរផាន់ណានិងសូសែងក៏បានដើរចូលមកនិងបាននិយាយថាប៉ាថោអីមិនក៏អញចូលមកក្នុងភូមិបែបនេះ នោះជាខ្លាដែលជាមិត្តរបស់អូននឹងមែនទេ ចាប់បងគឺមិនហើយមិនដែលមានមនុស្សឯណាជាមិត្តនឹងខ្លាទេឯងក៏ហក់ហើយព្រោះចង់បានខ្លាយកទៅជារបស់ខ្លួនឯងមែនទេខ្ញុំមិនដណ្ដើមទេតែខ្លានោះគឺជាមិត្តខ្ញុំមែនណា បានឃើញអូនជាលើកចុងក្រោយបងអស់ចិត្តហើយ ខ្លាកំសត់អើយអ្នកមកជាមកតាមរកខ្ញុំហើយសុំទោសណាដែលខ្ញុំខឹងឯងបើខ្ញុំមិនខឹងឯងទេម្ល៉េះឯងក៏មិនមកទីនេះដែរ ខ្ញុំសុំសួរនាងបានទេតើនាងធ្លាប់ស្រឡាញ់ខ្ញុំដែរទេ គឺថា សូមឆ្លើយមកមុននឹងខ្ញុំស្លាប់ខ្ញុំពិតជាចង់ដឹងណា អត់ទេខ្ញុំមិនអាចស្រឡាញ់ខ្លាឡើយខ្ញុំមានប្តីហើយណា អត់ទេហេតុអីបានជានាងមិនស្រឡាញ់ខ្ញុំ តើមានមនុស្សឯណាទេដែលមានស្នេហានឹងខ្លាបានទេសុំខ្លាកុំខឹងអីណា បានខ្ញុំមិនខឹងទេខ្ញុំមិនខឹងនឹងនាងទេតែខ្ញុំសូមសច្ចាថាបើមានជាតិក្រោយមែនខ្ញុំសូមខ្លាយជាមនុស្សនឹងបានជួបនាងផងទៅចោអអ អើយសាំមុខហើយធំតែខ្លួនមានតែកម្លាំងតែខ្វះបញ្ញាហើយទៅងាប់ចោះគឺសាំបំផុតហើយ ចចកផងដែររំភើបនឹងជោគជ័យនេះណាព្រានក៏បានឃើញនិងបានបាញ់ព្រួញសម្រាប់វាងាប់បាត់ទៅ អូយចុកណាស់លោកអើយ ប្រសើរណាស់ម្ដងនេះបានសัตว์ម្ដងពីរតែម្ដងហើយលបងព្រាន លោកបងពូកែណាពេលនោះផងដែរវិញ្ញាណខ្លាមិនចាប់ជាតិទេព្រោះវារងចាំកំណើតថ្មីនិងមានបំណងប៉ងជាមនុស្សផងដែរនោះអី វិញ្ញាណខ្លានៅទីនេះហើយមានបុណ្យគ្រប់គ្រាន់អ្នកនឹងក្លាយជាមនុស្សព្រមទាំងបានជួបម្ចាស់ស្នេហ៍ផងដែរក្រាបទូលលោករុក្ខទេវតាទូលបង្គំនឹងមិនប្រហែសប្រះចាកពិសិលសច្ចៈទេ ស្នេហាតែមានការខកចិត្តតែខ្លាមិនទុយចិត្តទេហេតុនេះវិញ្ញាណរបស់ខ្លាក៏បានព្យាយាមរក្សាសិលរហូតតទៅមិនប្រែឡើយ ពនាងតតមើលចោះនាងភីលៀងហូរឈាមក្បាលហើយក្រាបទូល សំមកហើយងាប់ទេងាប់ទេ អូយព្រះនាងខ្ញុំម្ចាស់ឈឺណាស់អូយ បានហើយនាងចិត្តស្លាប់ឥឡូវហើយក្រាបទូលទ្រង់ឈប់ប៉ុណ្ណឹងទៅក្រាបទូល ក្នុងពេលនោះកូនទន្សាយតូចមិនប្រយ័ត្នក៏ខំត្រូវចង្អុលដៃព្រះនាងធ្វើឲ្យទ្រង់ខឹងក្រោធជាខ្លាំងអូយឈឺណាស់មិនក៏អញខំដៃយ៉ាងបែបនេះអាទន្សាយឈួតហើយងាប់ទេ ព្រះ
ព្រះនាងកាត់ប្រទេសឆេវឆាយជាពន់ពេករហូតយកដំបងវាយកូនទន្សាយតតែងាស់ភ្លាមប៉ាត់មែនហើយព្រះរាជគុណខ្ញុំកណាតែងតែសាំងល្អតែងតែមេត្តាតែអារម្មណ៍ឆេវឆាយនោះក៏ណាមិនអាចគ្រប់គ្រងបានសោះ នេះក៏ព្រោះតែអតីតជាតិរបស់ទ្រង់មានកំណើតជាយក្ខិនីទ្រង់ចាំស្ដាប់ចុះណាស្ដាប់អំពីដើមតងបុព្វហេតុពីអតីតជាតិរបស់ទ្រង់ ព្រះសង្ឃនិទានរឿងកាលពីអតីតកាល ឆាប់ចាប់សត្វមកឲ្យយើងស៊ីភ្លាមពួកអ្នកបំរើបើមិនទៅយើងស៊ីពួកឯងឥឡូវនេះហើយ នាងយៈតែងតែចាប់សត្វចាប់មនុស្សស៊ីរាល់ថ្ងៃលុះមានពេលមួយនាងយៈក៏បានជួបនឹងតាបោះម្នាក់ នាងយៈឈប់សាងបាបទៅនោះជីវិតនាងនឹងបានសុខជាងនេះណាដឹងទេ រឿងព្រះនាងឆាប់ឆេវឆាយកាលពីព្រេងនេះមានព្រះនាងមួយអង្គទ្រង់ស្អាតណាស់ហើយថែមទាំងមានទឹកប្រទៃល្អទៀតផងរហូតគ្រប់គ្នាប្រសិទ្ធនាមព្រះនាងថាល្អឥតខ្ចោះនៅក្នុងភូមិកូនស្រីម៉ែចូលកូនកុំយំអីណាដឹងទេកូនត្រូវតែធំឡើងដោយស្រស់ស្អាតនិងល្អឲ្យដូចព្រះនាងណាដឹងទេមិញសែនកំពុងតែលួងកូនកុំឲ្យយំភ្លាមនោះពូថ្នោតបានដើរចូលមកព្រមទាំងនិយាយថា អ្នកសែមលួងកូនទៀតហើយអីកើតអីបានជាយំខ្លាំងម្ល៉េះ កូនស្រីខ្ញុំយំខ្លាំងណាស់តែឥឡូវបាត់ហើយព្រោះតែពាក្យថាធំឡើងល្អដូចជាព្រះនាងនឹងដឹងតែបាត់យំហើយណាលោកបង បើនិយាយអំពីពនាងវិញល្បីថាពិតជាស្អាតនិងល្អឥតខ្ចោះណាស់តែខ្ញុំមិនដែលបានឃើញប្រភពសោះ ខ្ញុំបានឃើញម្ដងណាព្រះនាងពិតជាគ្មានអ្នកណាប្រៀបបានទេហើយមកដល់ពេលនេះខ្ញុំពិតជាចង់ឃើញទ្រង់ទៀតណាស់ ទូទាំងរាជធានីអ្នកណាក៏ល្បីពីទ្រង់ថាស្អាតឆ្លាតនិងល្អឥតខ្ចោះដែរមិនដឹងថាទ្រង់សាងអីទេបានជាសំណាងដល់ម្លឹងនោះ សពថ្ងៃខ្ញុំខំសន្សំកុសលផលបុណ្យណាស់លោកបងព្រោះគិតថានឹងអាចបានដូចជាទ្រង់ដែរ មែនហើយស្លាប់ទៅគ្មានយកអីទៅបានទេមានតែបុណ្យកុសលនេះឯងអ្នកបើអញ្ចឹងខ្ញុំលាសិនហើយណា ចាលោកបងគ្រប់គ្នាតែងតែសរសើរទ្រង់មិនដាច់ពីមាត់តែមានរឿងមួយគ្រប់គ្នាអាចនឹងគិតខុសកថាបាននៅក្នុងរាជវាំងបងភីលីជើងដូចជាចង់សើចផ្លែឈើផ្លែកណាស់តែជើងដូចជារកនឹងមិនឃើញឡើយ ផ្លែឈើក្នុងចកានិងផ្លែឈើដែលនាំចូលមកពីអាជីវករនោះទ្រង់លែងចង់សោយអស់ហើយមែនទេ មែនហើយយើងលែងចង់សើចហើយបងភីលៀងជួយរកនឹកមើលថាតើអ្វីដែលប្លែកនោះ អូយចោះផ្លែដូងក្អូបទ្រង់ចាប់អារម្មណ៍ដែរទេប្រម៉ែ ដងក្អូបដូចជាប្លែកណាស់ជើងធ្លាប់តែសើចដងតកែដងភ្លើងដងទូទៅចំណែកដងក្អូបគួរឲ្យចាប់អារម្មណ៍ណាស់ បើអញ្ចឹងខ្ញុំម្ចាស់នឹងទៅពឹងទាហានសេនាឲ្យទៅរកមើលសិនណាព្រះមេម្ចាស់ ទៅចាស់បងភីលៀង ថ្វាយបង្គំលាព្រះនាងដ៏ស្រស់ស្អាត អស់ពេលជាច្រើនយាមភីលៀងបានព្យាយាមរកដងក្រអូបស្ទើរតែអស់សង្ឃឹមទៅហើយមិនបានសោះតែភ្លាមនោះក៏មានសេនាម្នាក់បានដើរមកនិងបាននិយាយថា តើអ្នកនាងរកបានដងក្អូបហើយនៅ នៅទេខ្ញុំអស់សង្ឃឹមហើយណាលោកសេនា កុំតន់អស់សង្ឃឹមអី មែនទេអរគុណហើយណាលោកសេនាបើអញ្ចឹងសូមលោករត់រះមកណាកុំឲ្យព្រះនាងចាំយូរ បាទសូមចាំសិនចុះ មិនយូរផ្លែដងក្រអូបមួយផ្លែនោះក៏បានទៅដល់ហត្ថាព្រះនាងទេវីនៅក្នុងព្រះរាជដំណាក់ព្រះនាងទេវីដងក្រអូបនេះតូចណាស់មិនដូចដងទូទៅសោះ មែនហើយព្រះនាងតែវាមានរសជាតិឆ្ងាញ់ខុសពីដងធម្មតាហើយក៏មានតម្លៃថ្លៃជាងដែរណាព្រះមេ មែនទេបានចឹងបងជួយពុះយកទឹកវាមក ព្រះមេម្ចាស់ ភីលៀងបានពុះដងចាំងប្រុងប្រយ័ត្នបំផុតលុះចាក់ទឹកបានហើយស្រាប់តែនាងបានធ្វើឲ្យកំពប់អស់ពាក់កណ្ដាលទៅហើយ អូយសំព្រះរាជទានតោព្រះនាងខ្ញុំម្ចាស់គ្មានចេតនាទេព្រះមេម្ចាស់ ព្រះនាងដ៏ស្រស់ស្អាតស្រាប់តែប្រែទឹកមុខជាកាយសាហាវភ្លាមមួយរំពេចនិងស្រែកកំហុកឡើងថាមិនក៏មិនចេះប្រយ័ត្នបែបនេះនាងពិតជាគ្មានបានការមែនឆាប់ម្នេះភ្លាមមក ព្រះនាងមិនក៏ទ្រង់ដំឡើងសម្លេងខ្លាំងបែបនេះខ្ញុំម្ចាស់ខ្លាចណាស់ មិនក៏ចេះតមាត់តកកបែបនេះនេះណែ អូយព្រះនាងនេះជាលើកទី1ហើយដែលទ្រង់ច្រឡោតនឹងវាខ្ញុំម្ចាស់បែបនេះខ្ញុំស្ទើរតែមិនជឿនោះទេ បានហើយ
មិនក៏មិនហុចទឹកដងមកឬចង់ឲ្យយើងដាក់ក្បាលមួយត្រឡប់នោះទៀតនាងល្ងង អូយប្រម៉ែម្ចាស់នៃប្រម៉ែសុំត្រង់សោយចោះព្រះនាងសុំត្រង់កុំខឹងបែបនោះអីបានទេខ្ញុំខ្លាចណាស់ ព្រះនាងទេវីហាក់មានការជ្រុលពលពាក្យមិនសមរម្យតែក្រោយទ្រង់សោយហើយក៏មានបន្ទូលថាបងភីលៀងឲ្យយើងសុំទោសដែលយើងបានវាយបងនឹងពលពាក្យមិនព្រោះបែបនេះលើវិចារព្រះនាងពីរោះឡើងវិញនាងភីលៀងក៏ធូរចិត្តនិងនិយាយឡើងថា តើព្រះនាងកើតអីបានជាច្រឡោតបែបនេះប្រម៉ែនេះជាលើកទី1ហើយដែលខ្ញុំម្ចាស់បានឃើញនោះ ប្រហែលជាយើងគ្រាន់តែមិនស្រួលប្រតិយបងភីលៀងទៅវិញចុះយើងចង់សម្រាប់សិនណា ព្រះម៉ែម្ចាស់ នាងភីលៀងហាក់ចម្លែកនៅក្នុងចិត្តនឹងការជាចម្ងល់តែនាងក៏មិនទុកក្នុងចិត្តដែរលុះមួយរយៈក្រោយមកនៅក្នុងដំណាក់ព្រះនាងបងភីលៀងបងសេនាស្បែកនេះស្អាតទេមើលចាស់មានត្បូងរំលេចភ្លឺចិញ្ចាចទៀតផង ស្អាតណាស់ក្រាបទូលអំណោយព្រះមហេសីថ្វាយទ្រង់ពិតជាស្អាតខ្លាំងណាស់ព្រះនាង បាត់ជាស្អាតណាស់ព្រះនាងតែខ្ញុំម្ចាស់ថាបើត្រង់ដាក់មកខាងស្ដាំមុខជាកាន់តែពិសេសមិនខានទេ ជួយដាក់ឲ្យយើងបន្តិចមកណាបងយើងចង់សាក់លបងបន្តិចណាភីលៀងបានរៀបចំស្បែកជូនព្រះនាងយ៉ាងពេញចិត្តតែភ្លាមនោះមិនប្រយ័ត្នស្បែកក៏បានរហែកដោយសារស្នាដៃនាងភីលៀងតែម្ដងហើយមិនក៏នាងធ្វើបែបនេះឃើញទេស្បែកដ៏កម្រដែលមេដាបានជូនយើងត្រូវបានខូចហើយឃើញទេ អើយព្រះនាងខ្ញុំម្ចាស់ដឹងខុសហើយកុំក្រោធអីព្រះនាងខ្ញុំម្ចាស់ក៏មានចេតនាទេ តើដឹងកំហុសក៏ដោយក៏មិនអាចរួចខ្លួនដែរនេះណែនាងគ្មានបានការមែន អូយខ្ញុំឈឺណាស់ព្រះនាងអើយកុំធ្វើបែបនេះអីខ្ញុំម្ចាស់រៀងហើយ ព្រះនាងដ៏សែនល្អរបស់គ្រប់គ្នាតាមពិតមានជំងឺម្យ៉ាងគឺទ្រង់ឆាប់ឆេវឆាវណាស់ឲ្យតែទាស់ចិត្តចេះប្រមាថវិដំភ្លាមឬក៏បាត់ទៅវិញដូចគ្នា ព្រះនាងតតមើលចុះនាងភីលៀងហូរឈាមក្បាលឲ្យក្រាបទូល សំមកហើយងាប់ទេងាប់ទេ អូយព្រះនាងខ្ញុំម្ចាស់ឈឺណាស់អូយ បានហើយនាងចិត្តស្លាប់ឥឡូវឲ្យក្រាបទូលទ្រង់ឈប់ប៉ុណ្ណឹងទៅក្រាបទូល គឺបងភីលៀងបងកាត់អីយើងគ្មានចេតនាទេណាយើងសុំទោសកុំខឹងអីណា អូយវាយបែកក្បាលហើយបែកជាថាក៏មានចេតនាព្រះនាងជាមនុស្សអាក្រក់ណាស់មិនគួរឲ្យគោរពដោយគេនិយាយទេ តែបងភីលៀងយើងពិតជាគ្មានចេតនាមែនណា អើយត្រង់និយាយស្ដីពីរោះធ្វើដូចល្អណាស់តែធៀបប៉ិតឆាប់ខឹងឆេវឆាវកាចសាហាវត្រង់មិនសមនឹងកិត្តិនាមនោះទេ ចាប់តាំងពីពេលនោះមកភីលៀងបានរត់ចេញទៅឆ្ងាយនិងមិនមកបម្រើព្រះនាងទេវីទៀតនោះទេព្រះអើយបងភីលៀងឈប់សិននាងភីលៀងបានចាក់ចេញទៅយ៉ាងឆ្ងាយលែងវិលត្រឡប់មកវិញតែនាងភីលៀងនោះទៅដល់ទីណាឈ្មោះរបស់ព្រះនាងល្អឥតខ្ចោះក៏បែរទៅជាព្រះនាងឆេវឆាវទៅវិញនៅក្នុងភូមិអើយមិនគួរឲ្យជឿសោះថាពួកយើងគិតខុសតាមពិតព្រះនាងមិនល្អដូចអ្នកស្រុកល្បីនោះទេ សំណាងហើយដែលនាងបែកក្បាលស្លាប់នោះកុំទៅក្បែរព្រះនាងឆេវឆាវនោះទៀតអី មិនថាមានទោសក៏ដោយចោះចាំមើលណាខ្ញុំនឹងផ្សព្វផ្សាយអំពីសន្តានពិតរបស់ព្រះនាងថាទ្រង់ជាមនុស្សឆេវឆាវចិត្តអាក្រក់ណាស់ គ្រប់គ្នាចាប់ផ្ដើមស្អប់ព្រះនាងខ្លាំងឡើងហើយក៏មិនគោរពទ្រង់ដូចមុនទៀតទេនៅក្រោយរាជវាំងតន្សាយតូចមកចិត្តយើងមកលឿនឡើងមើលចាស់អញក៏ឲ្យស្រឡាញ់ណាស់ពិតជាស្អាតមែនដោយសម្លេងដ៏ពីរោះរបស់ព្រះនាងតន្សាយសក៏បានលោតតូចមករកទ្រង់ធ្វើឲ្យទ្រង់ញញឹមយ៉ាងប្រំប្រៃមើលចាស់រំអញតុនក៏ឲ្យស្រឡាញ់ណាស់មែនហើយអញឆែកការ៉ុតនេះចុះណាកូនទន្សាយតូចដើម្បីឲ្យឆាប់ធំណាក្នុងពេលនោះកូនទន្សាយតូចមិនប្រយ័ត្នក៏ខំត្រូវចង្អុលដៃព្រះនាងធ្វើឲ្យទ្រង់ខឹងក្រោធជាខ្លាំងអូយឈឺណាស់មិនក៏អញខំដៃយើងបែបនេះអាទន្សាយឈួតហើយងាប់ទេ
ព្រះនាងកាត់ប្រទេសឆេវឆាវជាពន់ពេករហូតយកដំបងវាយកូនទន្សាយតតែងាស់ភ្លាមព្រះអើយតើចឹងបានធ្វើអីមកចុះទន្សាយចឹងអាណិតឯងណាស់ស្របពេលជាមួយគ្នានេះសេនាក៏បានដើរចូលមក ពុទ្ធោហើយកូនសាយរបស់ខ្ញុំមិនគួរណាងាប់អញ្ចឹងសោះនេះយើងគួរបដ ாய் ឯងឲ្យនៅទីនេះទេ គឺវាជាទន្សាយរបស់លោកមែនទេចឹងគ្មានចេតនាទេណាលោកសេនា មិនអីទេក្រាបទូលតែទូលបង្គំមិនចង់បំរើត្រង់ទេទូលបង្គំសុំផ្លាស់ចេញឲ្យក្រាបទូល ព្រះនាងហាក់មានចិត្តឆេវឆាវកាត់ឡើងសារជាថ្មីម្ដងទៀតចឹងមានបន្ទោលហើយថាចឹងមិនមានចេតនាទេមិនក៏លោកធ្វើទុកមុខដូចជាខឹងយើងយ៉ាងអញ្ចឹង តែទូលបង្គំអត់បានថាអីឯណាក្រាបទូល មិនក៏លោកសម្លាប់យើងឆាប់ម្ដេចមកយើងនឹងសម្លាប់លោកឲ្យស្លាប់តែម្ដងព្រះនាងទេវីបានយកដំបងវាយលោកសេនាវាយហើយវាយទៀតរហូតធ្វើឲ្យសេនារងរបួសជាទំងន់ មិនក៏ពនាងចិត្តអាក្រក់បែបនេះអូយខ្ញុំឈឺណាស់ ស្របពេលនោះព្រះរាជានិងព្រះមហេសីក៏បានយាងមកដល់ បុត្រីមិនក៏បុតមិនអាចឃុំគ្រងអារម្មណ៍បានទៀតហើយ ពុទ្ធោអើយបើមេដាមិនបានតូចឃើញទេមេដាមិនជឿទេថាបុតឆៅឆៅដល់ម្លឹងនោះណាបុត្រីមេដាមិនក៏មានបន្ទោលបែបនេះបុតមិនបានខកឯណា មើលទៅបិតាមានតែយកបុតទៅឆ្ងាយហើយទៅបានបិតាមិនចង់ឃើញបុតរស់នៅទីនេះទៀតទេ អត់ទេកុំជាងមកចិត្តបុតអីចេញទៅព្រះនាងទេវីបានច្រានព្រះរាជានិងព្រះមហេសីមួយទំហឹងឬក៏បានរត់ចេញទៅយ៉ាងឆ្ងាយ បុត្រីតើបុតទៅណាវិលវិញមកបុត្រីខ្ញុំមិនចាំមិនវិលមកវិញទេបិតាមេដាចិត្តអាក្រក់ណាស់ព្រះអង្គបុត្រីរបស់យើងទៅហើយគិតបែបណាទៅខ្ញុំមិនចាំភ័យណាស់ សេនាបិទទ្វាររាជវាំងឲ្យជិតកុំឲ្យបុត្រីយើងចេញក្រៅរាជវាំងបានឲ្យសោះឆាប់ឡើងសូមទទួលព្រះរាជបញ្ជាក្រាបទូល មិនថាព្រះរាជាចេញបញ្ជាបែបណាទេគ្មានអ្នកណាអាចរារាំងព្រះនាងបានឡើយព្រះនាងបានចេញពីរាជវាំងរហូតទៅដល់កន្លែងមួយនៅចុងភូមិព្រះអើយមើលចោះនោះនាងព្រះនាងល្អខ្លាយមែនទេមិនគួរឲ្យជឿសោះថាមិនល្អដោយល្បីនោះ ខំតែគិតថាជាមនុស្សល្អតាមពិតជាមនុស្សដែលឆេវឆាវហ៊ានសម្លាប់សំបីតែសត្វទន់ខ្សោយ បើមិញមិនក៏និយាយបែបនេះ ក្នុងភូមិនេះហាក់គ្មានអ្នកណាគោរពត្រង់ទៀតទេត្រង់កាចសាហាវណាស់ថ្ងៃនោះបើខ្ញុំម្ចាស់មិនរត់ទេខ្ញុំម្ចាស់មុខជាស្លាប់មិនខានឡើយ បងភេលៀងជាងសំតោតែចឹងពិតជាមិនអាចទប់កំហឹងបានមែនណាលើកលែងឲ្យជើងផងបានទេមើលចោះអាក្រក់មែនមិនសមជាព្រះនាងសោះហើយ ល្បីថាល្អឥតខ្ចោះតែធៀបពិតគួរឲ្យខ្លាចហ៊ានប្រមាថសំបីតែអ្នកមានគុណខ្លួនឯង ចេញទៅភូមិនេះមិនស្វាគមន៍មនុស្សខុសខើបែបនេះទេត្រង់ចេញទៅ អើយចេញទៅព្រះនាងពិបាកប្រទេសជាខ្លាំងត្រង់រត់ចេញទាំងឈឺចាស់ព្រមជាមួយនឹងទឹកភ្នែកជាច្រើនដំណោះផងដែរនៅចុងភូមិតើនេះជាមូលហេតុអីតែបានជាយើងមិនអាចគ្រប់គ្រងការឆេវឆាវបាននោះ ព្រះនាងមានទឹកប្រតិយល្អមែនតែទ្រង់បែរជាមិនអាចគ្រប់គ្រងភាពឆេវឆាវបានទៅវិញ ព្រះនាងទ្រង់កំតូចចិត្តអី តើព្រះតេជគុណជាអ្នកណា ឆ្ងល់ណាស់មែនទេចង់ដឹងតើហេតុអីបានជាឆេវឆាវមែនទេ ពិតមែនហើយព្រះតេជគុណខ្ញុំកណាតែងតែសាំងល្អតែងតែមេត្តាតែអារម្មណ៍ឆេវឆាវនោះក៏ណាមិនអាចគ្រប់គ្រងបានសោះ នេះក៏ព្រោះតែអតីតជាតិរបស់ទ្រង់មានកំណើតជាយក្ខិនីទ្រង់ចាំស្ដាប់ចុះណាស្ដាប់អំពីដើមតងបុព្វហេតុពីអតីតជាតិរបស់ទ្រង់ ព្រះសង្ឃនិទានរឿងកាលពីអតីតកាល ឆាប់ចាប់សត្វមកឲ្យយើងស៊ីភ្លាមពួកអ្នកបំរើបើមិនទៅយើងស៊ីពួកឯងឥឡូវនេះហើយ នាងយៈតែងតែចាប់សត្វចាប់មនុស្ស
ស៊ីរាល់ថ្ងៃលឺមានពេលមួយនាងយៈក៏បានជួបនឹងតាបោះម្នាក់ នាងយៈឈប់សាងបាបទៅនោះជីវិតនាងនឹងបានសុខជាងនេះណាដឹងទេ ចៅក៏ចង់រស់ដោយភាពរីករាយដែរតែចៅគ្មានក្តីសុខទេណាលោកតាមានតែឆៃសាច់ពួកមនុស្សទៅចៅស្ងប់ខ្លះ ឬនាងចង់រស់នៅដោយគ្មានភាពរីករាយរហូត ចៅក៏ចង់រស់ដោយភាពរីករាយដែរតែចៅគ្មានក្តីសុខទេណាលោកតាមានតែឆៃសាច់ពួកមនុស្សទៅចៅស្ងប់ខ្លះ ស្ងប់មួយពេលតែវេទនារាប់សិបជាតិឈប់សម្លាប់ហើយស៊ូទ្រាំណាសាងសិលទានឲ្យបានច្រើននោះចៅនឹងបានស្ងប់តរៀងទៅមិនខាន បើបែបនោះប្តីចៅនឹងរស់មកវិញមែនទេ អត់ទេតែបើនាងសាងកុសលបញ្ជូនទៅកាន់ប្តីនាងនោះគេក៏បានសុខនាងក៏បានរីករាយហើយជាតិណាមួយនឹងបានជួបគេមិនខានឡើយ ឲ្យតែបានជួបគូស្នេហ៍ខ្ញុំវិញខ្ញុំព្រមសន្សំសិលតទៅចោះណាលោកតា ចាប់តាំងពីពេលនោះមកនាងយៈក៏បានសន្សំបុណ្យជាច្រើនភពច្រើនជាតិរហូតមកដល់ជាតិនេះក៏បានកំណើតជាព្រះនាងដ៏សែនស្អាតល្អតែថាមានចិត្តឆេវឆាវទៅវិញ កំណើតធ្លាប់ជាយៈធ្លាប់មានកំហឹងតែងឆេវឆាវទៅមកដល់ជាតិនេះទ្រង់ឆេវឆាវនោះឯង តើធ្វើបែបណាទៅព្រះតេជគុណ ទ្រង់បានសងកម្មបានច្រើនមកហើយចំណែកពេលនេះបើទ្រង់សាងល្អបន្តមិនយូរទេទ្រង់នឹងជាពិភពឆេវឆាវមិនខាន តើធ្វើបែបណាទៅព្រះតេជគុណ មិនបាច់យើងទៅនគរវិញទេយើងទៅសន្សំបុណ្យបួសជាដូនជីមួយវស្សាចុះនោះភាពឆេវឆាវក៏រលាយមិនខាន មែនទេព្រះតេជគុណតែកណាមិនតាន់ទូលថ្វាយព្រះបិតានិងព្រះមេដាផងទេណា កុំបារម្ភអីរឿងនេះទុកឲ្យអាត្មាជួយចាត់ចែងចុះមិនយូរទេគេឈ្មោះទ្រង់នឹងដូចដើមមិនខាន ព្រះនាងបានបួសរៀនសន្សំបិណ្ឌធ្វើសមាធិរក្សាចិត្តឲ្យល្អប្រពៃលូកន្លងទៅជាច្រើនឆ្នាំទ្រង់ក៏បានសាងក្តីស្រឡាញ់ពីរាជបានមកវិញបណ្ដាម្ដាលទៀតផង3ឆ្នាំក្រោយមក ហើយជួយផងកូនស្រីខ្ញុំហូរឈាមច្រើនណាស់ លើកបែបនេះព្រះនាងទេវីក៏បានសម្ដែងមកនិងមានបន្ទូលថាតើក្មេងតូចនេះកាត់អីទៅអ្នកមិញគ្រាន់តែឃើញព្រះនាងមិញសែមស្រាប់តែភ័យព្រោះគាត់គិតថាព្រះនាងឆេវឆាវអាចសម្លាប់កូនគាត់ក៏ថាបាន ព្រះនាងកុំធ្វើបាបកូនខ្ញុំម្ចាស់អីឆ្នាំនោះខ្ញុំម្ចាស់គ្មានបំណងប្រមាថទ្រង់ឡើយណាព្រះមេម្ចាស់ ច្រើនឆ្នាំហើយចាំមិនប្រកាន់ទេមនុស្សតែងតែផ្លាស់ប្ដូរទៅតាមពេលវេលាកុំនិយាយច្រើនអីឲ្យយើងមើលនាងតូចសិនមកព្រះនាងមិនខ្វល់ថាស្បៃទ្រង់មានតម្លៃឬក៏អត់ទេទ្រង់បានហែកស្បៃរបស់ទ្រង់ដើម្បីរំរបួសដោយគិតថាជីវិតនាងតូចសំខាន់ជាងមិញចឹងនាងយកនាងតូចទៅព្យាបាលនៅរាជវាំងហើយព្រោះនាងតូចរបួសធ្ងន់ណាស់ ព្រះមេ ព្រះនាងតែងជួយតែងខ្វល់ពីបិតាមាតានិងរាជទាំងឡាយមិនយូរទ្រង់បានធ្វើឲ្យគ្រប់គ្នាងាកមកស្រឡាញ់ទ្រង់ដូចដើមនៅក្នុងរាជវាំង បិតាសប្បាយប្រតិណាស់ដែលបុត្រជាពិភពឆេវឆាវនេះ បុត្រីពិតជាសមនឹងឈ្មោះថាព្រះនាងល្អឥតខ្ចោះវិញហើយមេដាពិតជារំភើបផងដែរណាបុត្រ បិតាក៏មានរឿងមួយទៀតចង់ប្រាប់បុត្រដែរព្រះបុត្រារានុវណ្ណនឹងមកស្ដីដណ្ដឹងបុត្រក្នុងពេលឆាប់នេះហើយណាបុត្រ តើព្រះបុត្រាដែលធ្លាប់ជាងមកកាលពី10ឆ្នាំនោះមែនទេព្រះពុំម្ចាស់ ពិតណាស់បុត្រតើបុត្រមិនចាំព្រះបុត្រាដែលបុត្រធ្វើឲ្យយំជាច្រើនដងពេលដែលលេងជាមួយគ្នាទេអី មែនហើយកាលនោះបុត្រខូចណាស់តែព្រះបុត្រាតែងតែការពារមិនប្រកាន់បុត្រឡើយទ្រង់ពិតជាល្អណាស់ហើយអាចមើលថែបុត្របានណាបុត្រចាំឲ្យព្រះបិតាព្រះមេដាក៏បង្អាប់បុត្រទៀតអីណា បានតែបុត្រត្រូវតែត្រៀមលក្ខណៈឲ្យហើយណាបុត្រ ព្រះពុំម្ចាស់ ហើយគ្រប់គ្នានឹងចូលរួមពិធីរៀបអភិសេកបុត្រយើងយ៉ាងរីករាយទូទាំងនគរមែនទេព្រះអង្គ រឿងនេះគឺប្រកបណាស់
ចាប់តាំងពីពេលនោះមកព្រះនាងទេវីក៏ឈប់ឆេវឆាយនិងបានរៀបអភិសេកនឹងព្រះបុត្រាដ៏ល្អមួយអង្គនិងក្លាយជាទីស្រឡាញ់ពេញចិត្តពីរាជគ្រប់ទិសទី